គ្រីមផ្ដល់សំណើមនេះក៏ជាគ្រីមផ្ដល់សំណើមហើយមួយនេះវិញក៏ជាគ្រីមផ្ដល់សំណើមរដូវក្តៅក៏ត្រូវការផ្ដល់សំណើមហើយរដូវត្រជាក់ក៏ត្រូវការផ្ដល់សំណើមហេតុអ្វីបានជាស្បែកត្រូវការសំណើមគ្រប់ពេលបែបនេះតោះមកដឹងពីភាពចាំបាច់នៃការផ្ដល់សំណើមដល់ស្បែកទាំងអស់គ្នាអត្ថប្រយោជន៍ទី1ជួយរក្សាជាតិទឹកក្នុងស្រទាប់ស្បែកខាងក្រៅកុំឲ្យស្ងួតទី2ជួយការពាររបាំងស្បែកស្បែកធម្មជាតិមានរបាំងសម្រាប់ការពារស្រាប់ដែលរបាំងនោះគឺប្រៀបដូចជាអង្គរៈចាំការពារស្បែកយើងពីការបំផ្លាញពីកត្តាបរិស្ថានខាងក្រៅទី3កែលម្អសុខភាពនិងរូបរាងរបស់ស្បែកស្បែកដែលមានសារធាតុសំណើមល្អមើលទៅគឺទន់រលោងតឹងណែននិងក្មេងជាងវ័យទី4កាត់បន្ថយការរបកនិងប្រេះស្បែកទី5ជួយព្យាបាលស្បែកនេះជាសមត្ថភាពពិសេសរបស់សារធាតុសំណើមដែលអាចជួយសម្រាលភាពតានតឹងនៃស្បែកនិងជួសជុលស្បែកដែលខូចជាពិសេសបន្ទាប់ពីការកោរពុកមាត់ត្រូវកម្ដៅថ្ងៃនិងការដាច់រលាត់ដោយការប្រើប្រាស់សារធាតុខាត់ស្បែកនិងការព្យាបាលមុនបានផងដែរ